ជារៀបសួរពុកម៉ែបងប្អូនខ្ញុំអ្នកភាសាខ្ញុំកូនពិការអាយុ17ឆ្នាំស្រីពីកំណើតជាកេះក៏បាក់ជើងក៏ស្វិតចាគោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចាដោយសារនាងខ្ញុំshareផុសវីដេអូ3ថ្ងៃក្នុង page ផ្លូវការរបស់នាងខ្ញុំហើយប៉ុន្តែអត់មានអ្នកណាតាក់ទងមកទេចាអញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តថាចានាងខ្ញុំនេះគឺសម្រេចចិត្តដោយខ្លួនឯងតែម្ដងណាបងប្អូនណាចាគ្មានការឧបត្ថម្ភពីនរណាគេទេចាអញ្ចឹងនាងខ្ញុំសម្រេចចិត្តថានៅថ្ងៃស្អែកនេះនាងខ្ញុំនឹងរៀបចំទឹកលុយចំនួន$500វេតាមវិញទៅជូនប្អូនស្រីដែលមានកូនពិការអាយុ17ឆ្នាំចាដែលជាជនភៀសសឹកអញ្ចឹងប្អូនស្រីថ្ងៃក្រោយប្អូនស្រីមិនបាច់ស្រែករកឯកឧត្តមលោកជំទាវអុកញ៉ាអីទៀតទេចាអញ្ចឹងមានតែយើងអ្នកអត់ដូចគ្នារៃលុយគ្នាជួយប្អូនហ្នឹងហើយមកខ្ញុំផុស3ថ្ងៃហើយគ្មានអ្នកណាចូលមើលចូលអីគ្មានអ្នកណាជួយដឹងឮទេណាបងអូនណាអញ្ចឹងមានតែថវិកាដែលជាសប្បុរសជនលោកចូលបច្ច័យមកអញ្ចឹងនាងខ្ញុំរៀបចំចំនួនទឹកប្រាក់$500ជូនទៅអ្នកម្ដាយដែលមានកូនពិការដែលជាជនភៀសសឹកនៅខេត្តបន្ទាយមានជ័យហើយនាងខ្ញុំក៏ខំព្យាយាមរកថវិកាមកដែរហើយនាងខ្ញុំប្រហែលជាសូមស្បត់ថាតទៅនាងខ្ញុំនឹងមិនហៅរកឈ្មោះអ្នកណាទៀតទេចាឯកឧត្តមលោកជំទាវលោកអុកញ៉ាណាក៏នាងខ្ញុំលែងហៅដែរអញ្ចឹងនាងខ្ញុំហៅរកតែអ្នកសប្បុរសជនដែលជាអ្នកអត់ដូចគ្នាទៅព្រោះយើងផុស3ថ្ងៃហើយផុសវីដេអូ3ថ្ងៃហើយក្នុងเพจផ្លូវការគ្មានអ្នកធំណាគេចូលមើលគេអើពើអធិស្ស្រ័យជាមួយយើងទេអញ្ចឹងមានតែយើងអ្នកក្រអ្នកអត់ដូចគ្នាហ្នឹងហើយយើងជួយគ្នាទៅម្ដាយមួយជើងម្នាក់ណាអញ្ចឹងការអំពាវនាវរបស់ខ្ញុំនាងខ្ញុំបានអំពាវនាវរួចហើយបានជួយរួចហើយអស់ពីបេះដូងអស់ពីចិត្តហើយអញ្ចឹងមានតែទឹកលុយដែលសប្បុរសជនបាញ់មកឲ្យនាងខ្ញុំតាមរយៈ ABA កន្លងមកអញ្ចឹងយកទៅជូនបងអូនស្រីព្រោះខ្ញុំមិនដឹងថាយកលុយបៀមភ្លើងទូលទុកនឹងយកមកទៅទូលទុកអីទៀតទេបើជាតិនឹងវាមានកម្មពៀទៅហើយអញ្ចឹងយកទៅជួយបងអូនស្រីទៅទៀតចាដើម្បីឲ្យសន្សំបនសន្សំកសលទុកទៅអនាគតជាតិខ្លះអញ្ចឹងមើលទៅបើចាំទៅបែបមិនងាយទេឡើង3ថ្ងៃហើយនឹងកូនស្រែកអញអញ្ញាចពេញផ្ទះគ្មានអីហូបទេណាអត់មានអីហូបទេអញ្ចឹងនាងខ្ញុំបានសម្រេចចិត្តរៀបចំទឹកលុយមួយចំនួនចាចំនួនទឹកប្រាក់$500ដែលបាញ់មកពីកងធនាគារនេះណាបងប្អូនតែខ្ញុំអត់ដឹងទេខ្ញុំភ្លេចហើយថានេះគេផ្ញើមកតាំងពីថ្ងៃទី16តែដោយសារខ្ញុំនៅរងចាំមើលកៃឡូមានអ្នកធំលោកជំទាវអុកញ៉ាណាឧបត្ថម្ភមកថែមទៀតកៃឡូបានជូនទៅគាត់លើសនឹងទៀតតែអត់មានអ្នកណាគេអើពើជាមួយនឹងការផុសរបស់ខ្ញុំទេអញ្ចឹងមានតែយើងទេជួយគ្នាម្ដាយមួយជើងទៅអញ្ចឹងលុយនេះខ្ញុំយកទៅជូនគាត់តែម្ដងចាមិនដឹងថាយកលុយនឹងយកមកធ្វើអីទេអញ្ចឹងសូមឲ្យណាម្ចាស់ឈ្មោះអ្នកដែលបាញ់ឲ្យនាងខ្ញុំនេះទទួលលើកហត្ថមោទនាផងនេះខ្ញុំយកទៅជួយកូនពិការនេះអាយុ17ឆ្នាំហើយតែពិការដើរមិនរួចសំបីតាពៀបាយពេលខ្លះហ្នឹងក៏អត់មានកម្លាំងតាពៀបាយផងម្ដាយឪពុកវិចខ្ចប់រហូតណារត់ភៀសសឹកមិនមែនតែ2 3លើកទេឬមិនតែ2លើកទេឬថាច្រើនលើកមកហើយរត់រហូតតាំងពីមានផ្ទះរហូតដល់អស់ផ្ទះអញ្ចឹងយើងមិនបាច់ពឹងអ្នកណាគេពឹងពាក់រកអ្នកណាគេទៀតទេណាអ្នកធំអ្នកអីហ្នឹងមិនបាច់ទៅរកគេទេឈប់ទៅរកគេទៅមានតែគ្នាយើងហ្នឹងហើយអ្នកចូលម្នាក់1000ម្នាក់5ចូលម្នាក់10000ម្នាក់20000ម្នាក់5000ម្នាក់$100 $50 $30 $500ឥឡូវខ្ញុំយកទៅជូនណាខ្ញុំនឹងរៀបចំលុយចំនួននេះយកទៅជូនកូនបាញ់យកទៅជូនអ្នកម្ដាយគាត់តាមរយៈវិញអញ្ចឹងសូមបងប្អូនទាំងអស់គ្នាលើកហត្ថមោទនាមហាកុសលផលបុណ្យដែលនាងខ្ញុំបានសាងផងណាសាធុ